ឃើញថាពិភពលោកកំពុងតែប្រពនៅទិវាការយល់ដឹងពីជំងឺបេះដូងពីកំណើតរបស់កុមារអញ្ចឹងខ្ញុំចង់ឲ្យអ្នកគ្រូលើកពីវិធានបទជំងឺបេះដូងពីកំណើតរបស់កុមារអញ្ចឹងណាអ្នកគ្រូអាចបកស្រាយបានតិចបានណាថាជំងឺហ្នឹងបែបម៉េចវិញអ្នកគ្រូចាចំពោះតាក់ទងនឹងជំងឺបេះដូងពីកំណើតរបស់កុមារគឺបានន័យថាភាពមិនប្រក្រតីនៃរចនាសម្ព័ន្ធរបស់បេះដូងកុមារហ្នឹងគឺមានតាំងពីពេលដែលចាប់ផ្ដើមមានតៃពោះមកម្លេះចាំមិនថាពីកំណើតបើយើងនិយាយភាសាឲ្យស្រួលយល់គឺពីកំណើតមកតែម្ដងអញ្ចឹងណាចាចុះអ្នកគ្រូហ្នឹងមានរោគសញ្ញាអីឬក៏អាចមើលដឹងអីអត់យើងបែងចែកជា2កុមារមួយចំនួនពេលដែលកើតមកភ្លាមអញ្ចឹងឬក៏បានមួយឆ្នាំឬក៏2ឆ្នាំក្រោយអញ្ចឹងគាត់មានលេចចេញជារោគសញ្ញាយើងឃើញអញ្ចឹងណាហើយកុមារមួយចំនួនទៀតគឺ silent តែម្ដងអត់មានជារោគសញ្ញាអីឲ្យយើងចាប់អារម្មណ៍ទេរហូតដល់គាត់ពេញវ័យឬក៏ដល់ពេលមួយជំងឺបេះដូងហ្នឹងលេចចេញជារោគសញ្ញាតែម្ដងតែបើសិនបើដល់ពេលនោះណាភាគច្រើនគឺធ្ងន់ទៅហើយអញ្ចឹងណាអញ្ចឹងយល់ល្អប៉ាម៉ាក់ទាំងអស់គ្នាគួរតែនៅក្នុងវ័យពេលកុមារហ្នឹងគួរតែយ៉ាងហោចណាស់ធ្វើការឆែកអេកូបេះដូងមកថាធ្វើអេកូបេះដូងហ្នឹងមួយដងសម្រាប់កូនប៉ាម៉ាក់ទាំងអស់គ្នាទៅអញ្ចឹងណាដើម្បីមើលតើកូនប៉ាម៉ាក់ទាំងអស់គ្នាមានរចនាសម្ព័ន្ធនៃបេះដូងហ្នឹងយ៉ាងម៉េចដែរមានសរសៃឈាមយ៉ាងម៉េចដែរមានបញ្ហានៃការចំហថតបេះដូងដែរអត់ហើយរចនាសម្ព័ន្ធហ្នឹងត្រឹមត្រូវតាមគេហៅថាកាយវិទ្យាឬក៏ anatomy របស់បេះដូងដែរឬក៏អត់ដែរអញ្ចឹងណា